សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមិនដឹងហេតុអ្វីបានជាអ្នកខ្លះគឺមានករណីដែលញ៉ាំកាហ្វេភ្លាមស្លាប់ភ្លាមមូលហេតុអីគឺមាន4មូលហេតុសំខាន់ទី1គឺការប្រើប្រាស់កាហ្វេលើសកំណត់មានន័យថាគាត់ផឹកច្រើនកោមែនទែនពីកន្លែងមួយទៅកន្លែងមួយគាត់ផឹកពីកៅស្របទៅមួយថ្ងៃហ្នឹងគឺច្រើនមែនទែនឬយើងអាចនិយាយថាកម្រិតដែលគាត់ប្រើប្រាស់គឺអាចលើសច្រើនហើយកម្រិតដែលគេឲ្យប្រើប្រាស់ហើយមានសុវត្ថិភាពគឺ400មីលីក្រាមក្នុងមួយថ្ងៃអញ្ចឹងករណីដែលប្រើលើសឬហូបលើសនេះគឺអាចមកពីអ្នកលាយកាហ្វេផងដែរអញ្ចឹងអ្នកលាយកាហ្វេតាមហាងឬលក់កាហ្វេឲ្យគេនឹងលាយត្រូវប្រុងប្រយ័ត្ន100មីលីក្រាមឬក៏10មីលីក្រាមអីកុំច្រឡំថាជា10ក្រាមអាហ្នឹងប្រយ័ត្នស្លាប់គេលាយកាហ្វេត្រូវប្រុងប្រយ័ត្នមែនទែនហើយទី2គឺដោយសារគាត់មានជំងឺសរសៃឈាមបេះដូងស្រាប់គាត់អាចជាអ្នកខ្សោយបេះដូងចង្វាក់បេះដូងលោតញាប់ខុសពីធម្មតាលើសសម្ពាធឈាមឬគាត់ជាអ្នកជំងឺដែលពិការភាពសរសៃឈាមមានសរសៃឈាមគាត់ធ្លាប់ដាច់ធ្លាប់ស្ទះប៉ោងអីចឹងងាយឲ្យគាត់នឹងគាំងបេះដូងស្លាប់ផងដែរកាលណាដែលគាត់ញ៉ាំកាហ្វេបូករួមជាមួយនឹងគាត់មានជំងឺនឹងស្រាប់មួយទៀតគឺដោយសារតែអន្តរកម្មកាលណាគាត់ញ៉ាំកាហ្វេហើយញ៉ាំស្រាឬក៏ញ៉ាំស្មាសទៀតរំញោចផ្សេងទៀតអញ្ចឹងឬក៏ថ្នាំពេទ្យដែលរំញោចតាក់ទងទៅនឹងប្រព័ន្ធសរសៃឈាមបេះដូងហ្នឹងអញ្ចឹងអាចឲ្យកម្រិតរំញោចហ្នឹងគឺខ្លាំងឡើងធ្វើឲ្យចង្វាក់បេះដូងក៏ដូចជាសម្ពាធឈាមកើនឡើងអញ្ចឹងអាចឲ្យគាត់នឹងគាំងបេះដូងស្លាប់បានផងដែរហើយទី4គឺដោយសារតែពុលប្រសិនបើកាហ្វេនោះមិនមានប្រភពច្បាស់លាស់វាអាចមានសមាសធាតុដែលលាយជាមួយកាហ្វេនោះមិនល្អឬសមាសធាតុគីមីដែលជាសមាសធាតុពុលឬមានសមាសធាតុណាមួយដែលយើងអាឡែស៊ីជាមួយវាធ្ងន់ធ្ងរអញ្ចឹងអាចឲ្យយើងស្លាប់បានដែរក្រោយពីញ៉ាំកាហ្វេភ្លាមគឺស្លាប់ភ្លាមហើយអញ្ចឹងដើម្បីបង្ការយើងត្រូវធ្វើម៉េចទី1គឺយើងញ៉ាំបរិមាណកាហ្វេក្នុងកម្រិតដែលគេកំណត់ដែលគេស្រាវជ្រាវមកគឺច្រើនបំផុត400មីលីក្រាមក្នុងមួយថ្ងៃប៉ុន្តែទៀតពិតអាចលើសនឹងដូចជាប៉ារ៉ាសេតាមុលដែលបូកជាមួយកាហ្វេអ៊ីនបើយើងសរុបទៅមួយថ្ងៃគឺយើងអាចលេបដល់5ទៅ600មីលីក្រាមជាក់ស្ដែងគឺប៉ារ៉ាដុលអ៊ីស្ត្រាគឺមានដល់65មីលីក្រាមទៅក្នុងនោះអញ្ចឹងបរិមាណដែលគេឲ្យប្រើខ្ពស់បំផុតគឺ8គ្រាប់អញ្ចឹងយើងយកគុណទៅគឺវា600មីលីក្រាមជាងហើយហើយទី2គឺអ្នកលាយកាហ្វេដូចនិយាយពីដើមអញ្ចឹងឬអ្នកឆុងកាហ្វេអានឹងស្បែកយើងឆុងញ៉ាំខ្លួនឯងក៏ចឹងដែរត្រូវប្រយ័ត្នកុំច្រឡំ10មីលីក្រាមទៅជា10ក្រាមកុំច្រឡំ100មីលីក្រាមទៅជា100ក្រាមអានឹងស្លាប់ខ្លួនឯងឬស្លាប់គេបានហើយទី3គឺយើងអាសាពិនិត្យសុខភាពរបស់យើងជាពិសេសបើយើងមានជំងឺទាក់ទងទៅសរសៃឈាមបេះដូងធ្ងន់ធ្ងរយើងញ៉ាំកាហ្វេដោយប្រុងប្រយ័ត្នឬកុំញ៉ាំតែម្ដងហើយទី4គឺបើយើងប្រើប្រាស់កាហ្វេហើយកុំញ៉ាំសូរ៉ាឬជាមួយថ្នាំពេទ្យផ្សេងទៀតគឺយើងត្រូវប្រុងប្រយ័ត្នមែនទែនបើកំពុងតែញ៉ាំថ្នាំពេទ្យទាក់ទងនឹងជំងឺសរសៃឈាមបេះដូងនឹងយើងត្រូវប្រឹក្សាវិគ្រោះជាមួយគ្រូពេទ្យច្បាស់ពីប្រើប្រាស់ថ្នាំហ្នឹងតែយើងអាចញ៉ាំកាហ្វេបានទេបើគាត់ថាកុំឲ្យញ៉ាំកុំញ៉ាំហើយបើញ៉ាំបានតិចតួចក៏ញ៉ាំបានតិចតួចតាមគាត់ប្រាប់ទៅអរគុណសម្រាប់ការតាមដានវីដេអូបងប្អូនកុំភ្លេច like share វីដេអូរបស់ខ្ញុំផងអរគុណច្រើន